นដីរុនជួយដោយហេតុ8ប្រការហេតុទី1មហាព្រឹត្តិពីរនេះប្រទេសស្ថាននៅលើទឹកឯទឹកប្រទេសស្ថាននៅលើខ្យល់ប្រទេសស្ថាននៅលើអាកាសសម័យដែលមានខ្យល់ធំបក់ខ្យល់ធំដែលបក់នោះរមែងធ្វើឲ្យទឹកក៏ក្រើកឯទឹកដែលក៏ក្រើកមកហើយក៏ធ្វើឲ្យផែនដីក៏ក្រើកដែរហេតុទី2សាមណៈក្តីព្រាហ្មណ៍ក្តីដែលមានឫទ្ធិដល់នៅការស្ទាត់ជំនាញក្នុងចិត្តឬទេវតាដែលមានឫទ្ធិធំមានអានុភាពធំបុគ្គលនោះបានចម្រើនបឋវីសញ្ញាមានកម្លាំងចិត្តចម្រើនអបោសញ្ញាឲ្យមានកម្លាំងច្រើនបុគ្គលនោះរមែងធ្វើឲ្យផែនដីនេះឲ្យក៏ក្រើកញាប់ញ័របានហេតុទី3កាលដែលព្រះពោធិសត្វយាងចត់ចាកពីឋានតុសិតមកចាប់កំណើតនៅក្នុងព្រះមាតុឧត្តរហេតុទី4ផែនដីញាប់ញ័រនៅពេលព្រះពោធិសត្វទ្រង់ប្រសូតចាកព្រះមាតុឧត្តរហេតុទី5នៅពេលព្រះតថាគតត្រាស់ដឹងនៅអនុត្តរសម្មាសម្ពោធិញ្ញាណហេតុទី6កាលណាដែលព្រះតថាគតញ៉ាំងអនុត្តរធម្មចាស់ឲ្យប្រព្រឹត្តទៅហេតុទី7កាលណាដែលព្រះតថាគតមានសតិនិងសបញ្ញៈដាក់ចុះនៅព្រះជន្មាយុសង្ខារគឺព្រះអង្គប្រកាសដាក់អាយុសង្ខារហេតុទី8កាលណាដែលព្រះតថាគតបរិនិព្វានដោយអនុបាទិសេសនិព្វានធាតុភិក្ខុណាមានចិត្តស្មើដោយផែនដីប្រៀបដូចសសរខឿនមានគល់ចំហររឹងពឹងមានវត្តប្រតិបត្តិល្អមានកិលេសដូចជាភក់ទៅប្រះហើយដូចជាទន្លេដែលមិនកកល្អយ៉ាងនោះឯងមិនមានស្រឡាញ់មិនមានស្អប់សង្សារវត្តទាំងឡាយមិនមានដល់ភិក្ខុដែលមានគូចំហររឹងពឹងយ៉ាងនោះឡើយហេតុទាំង8នេះគឺសុទ្ធតែអាចធ្វើឲ្យផែនដីក៏ក្រើកញាប់ញ័របាន